អ្នកឆ្លាញ់ desktop ជាប្រភេទកុំព្យូទ័រលើតុគឺមើលវីដេអូនេះគឺត្រូវហើយបាទអ្វីដែលសំខាន់ចំណាយលុយអស់តិចហើយព្រួយមួយបានចាពីទៀតបានទាំង desktop បានទាំង laptop សម្រាប់ប្រើប្រាស់ទៀតតោះអ្វីដែលយើងត្រូវមានដំបូងគេគឺតុហើយ monitor មួយគ្រាប់ដែរមកទិញតាមទឹកលុយ24 28អីហើយយើងមានmousepadសម្រាប់ទ្រាប់នេះទ្រាប់ keyboard យើងនេះមួយបាទហើយយើងមាន keyboard ហើយយើងមាន mouse មក mouse ខ្ញុំមាន3ហើយខ្ញុំប្រើតែមួយទេហើយ2ទៀតខ្ញុំមិនសូវប្រើទេសិនអ្នកអត់មាន mouse ខ្ញុំចែកឲ្យគ្រាប់ដែរចេះបាទហើយយើងមាន snap top mouse មួយដែរហើយយើងមានជាមួយនឹង speaker ទុកបើកសំឡេងឲ្យលឺហើយនេះកាសយើងមានកាសដែរយើងពាក្យកាសតែវាលយហើយនេះកង្ហារត្រជាក់សម្រាប់ដាក់ laptop របស់យើងពេលដាក់ទៅត្រជាក់ចំពោះ laptop ទិញតាមទឹកលុយទៅអ្នកគ្នាវាល្អជាងយើងមាន500 700ប៉ុណ្ណេះទិញតាមហ្នឹងបងហើយនេះដូចខ្ញុំអាយហើយនឹងដូច power ទៅ monitor យើងដោតពីកុំព្យូទ័ររបស់យើងទៅ monitor នេះដល់ពី laptop ទៅ monitor ពេលដោតហើយវាភ្លឺអាហ្នឹងដោតតាមដោយ VGA វិញ VGA ទៅ VGA យើងអត់មានត្រូវប្រើ system unit អីទេយើងប្រើតា laptop យើងមួយគឺយើងប្រើវាបានណាអ្នកគ្នាពេជ្រចេញទៅក្រៅអីអ្នកគ្នាអាចយក laptop ទៅបានណាអញ្ចឹងហើយយើងពេលមកដល់បន្ទប់យើងធ្វើការប្រើយើងដោតវិញមកគឺវាដើរវិញហើយអ្នកឃើញគឺវាស្រួលមែនតើសំខាន់គឺលើ monitor របស់យើងបើសិនជាយើងប្រើ monitor ធំវាត្រជាក់ភ្នែកស្រួលប្រើដែរជាប្រភេទ monitor អ្នកគ្នា32 inch ឬក៏27 inch របស់ខ្ញុំ24 inchទេបើសិនអ្នកគ្នាប្រើ 4K អីឬក៏ 2K អីរឿងច្បាស់ជាងនេះ Full HD មកល្មមប្រើហើយបាទហើយmouse របស់យើងគឺជាប្រភេទ mouse ភ្លើងហើយ keyboard យើងក៏ភ្លើងដែរเราចុចបើកវាខានបើកតុងមកតិចហើយបាទរៀងឡាអួលបន្តិចហើយ sticker យើងគឺមានភ្លើងដែរប៉ុន្តែយើងអត់បានបើកវាអស់ថ្មវាអត់មានដូចដោតអា speaker យើងដោតពី free ក៏បានឬក៏ដោតពី laptop ក៏បានដែរហើយអ្នកគ្នាទិញ free មួយមកស្រួលដោតហើយនេះគឺកៅអី gaming នេះអ្នកគួរមានមួយនៅក្នុងបន្ទប់ដែរវាស្រួលអង្គុយអ្នកគ្នាមកទិញអ្នកគ្នាគួរតែទិញរៀងថ្លៃតិចមក100ជាងហើយវាស្រួលគុណភាពល្អវីដេអូនេះក៏មានតែប៉ុណ្ណឹងដែរបាទចប់